សម្រាប់បងប្អូនដែលនៅខាងប្រទេសកាណាដាបើសិនជាចង់មានអីវ៉ាន់ផ្ញើពីប្រទេសខ្មែរមកបងប្អូនអាចតាក់ទងខាងគាត់បាន GPS Express ដក8អង្សាសេមក unboxing អីវ៉ាន់មកពីខ្មែរមួយខ្ញុំទាំងអស់គ្នាអីវ៉ាន់ចូលទៀតហើយបងប្អូននិយាយទៅបងប្អូនមួយចំនួនផាត់ដឹងហើយថាឥឡូវខ្ញុំចាប់ផ្ដើមលក់អីវ៉ាន់នៅខាងប្រទេសកាណាដានេះចឹងមានម្ហូបខ្មែរមានអីចឹងទៅមានបងប្អូនមួយចំនួនគាត់សួរខ្ញុំដែរថាអូបងផ្ញើអីវ៉ាន់តាមក្រុមហ៊ុនណាអីចឹងណានិយាយទៅខ្ញុំអត់លាក់បងប្អូនទេសម្រាប់ក្រុមហ៊ុនដែលខ្ញុំផ្ញើហ្នឹងគឺជាមួយក្រុមហ៊ុនខាងបង GPS Express និយាយទៅមួយរយៈពេលដែលខ្ញុំចាប់ផ្ដើមលក់អីវ៉ាន់នៅខាងប្រទេសកាណាដានេះខ្ញុំ research មើលច្រើនមែនតើសម្រាប់ក្រុមហ៊ុនដឹងជូនមកអញ្ចឹងណាដោយសារយើងផ្លូវឆ្ងាយអត់ដឹងថាក្រុមហ៊ុនណាគួរឲ្យទុកចិត្តបានឬក៏មិនអញ្ចឹងណាខ្លាចយើងបាត់បង់អីវ៉ាន់ឬក៏ខូចខាតអីអញ្ចឹងទៅប៉ុន្តែខ្ញុំបាន research មើលទៅខ្ញុំឃើញក្រុមហ៊ុនខ្ញុំចាប់អារម្មណ៍ក្រុមហ៊ុនគាត់ជាងគេខ្ញុំក៏បានសាកមួយក្រុមហ៊ុនគាត់អញ្ចឹងទៅខ្ញុំបានសាកហើយសម្រាប់ក្រុមហ៊ុនគាត់គឺមានសេវាកម្មល្អខ្លាំងមែនតើបងប្អូនកុំឲ្យខ្ញុំចេះតែថាបងប្អូនអាចឃើញស្រាប់ហើយដូចនៅក្នុងវីដេអូការវិចខ្ចប់របស់គាត់គឺល្អខ្លាំងមែនតើមានស្តង់ដារហើយសុវត្ថិភាពអត់មានបែកបាក់អីទេគឺគាត់ថែរក្សាអីវ៉ាន់របស់បងប្អូនខ្លាំងមែនតើដូចអីវ៉ាន់ខ្ញុំពងបង្ហាញនេះគឺជាត្រីឆ្អើគឺគាត់វិចខ្ចប់មកត្រីឆ្អើបងប្អូនដឹងស្រាប់ហើយវាស្រួយអញ្ចឹងទៅបើវិចខ្ចប់អត់ស្រួលគឺមកដល់ហ្នឹងគឺខ្ទេចហ្មងហើយនេះគឺត្រីហើមហើយមានផ្អកមានប្រហុកទៀតអត់មានធ្លាមានធំក្លិនអីទាំងអស់ហើយគាត់មិនមែនទទួលតែជាបញ្ញាមហូបទេបងប្អូនសម្រាប់អាហារក្រៀមអាហារស្ងួតគ្រឿងផ្អាប់ឯកសារសម្លៀកបំពាក់ cosmetic collagen អាហារបំប៉នអីផ្សេងក៏គាត់ទទួលផ្ញើដែរហើយបើសិនជាបងប្អូនមានបញ្ញាចាប់ពី20គីឡូឡើងទៅពួកគាត់ក៏មាន free សេវាកម្មដើម្បីទៅយកអីវ៉ាន់ដល់ទីតាំងដែរបូករួមសំជាមួយនឹងការវិចខ្ចប់ដែលឥតគិតថ្លៃទៀតអញ្ចឹងហើយសម្រាប់បងប្អូនដែលនៅខាងប្រទេសកាណាដាបើសិនជាចង់មានអីវ៉ាន់ផ្ញើពីប្រទេសខ្មែរមកបងប្អូនអាចតាក់ទងខាងគាត់បាន GPS Express និយាយទៅបញ្ញាមួយគាត់គឺមានភាពងាយស្រួលខ្លាំងមែនតើសុវត្ថិភាពតម្លៃសមរម្យហើយជឿទុកចិត្តបានទៀតសម្រាប់វីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងឯងបងប្អូនទាំងអស់គ្នាជម្រាបលាទាំងអស់គ្នាបាយបាយល្ងា